បាទសូមជម្រាបសួរបងប្អូនខ្មែរទាំងអស់ដែលនិយមតាមដានរកវីដេអូរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានវីដេអូមួយសិក្សាអំពីការ download ងាយស្រួលសម្រាប់ការ download នៅក្នុង YouTube អំពីកុំព្យូទ័ររបស់យើងខ្ញុំមានកម្មវិធីមួយគឺដើម្បីបង្ហាញបងប្អូនហើយកម្មវិធីនេះឈ្មោះថា YTD បាទខ្ញុំនឹងបើកឲ្យមើលខ្ញុំនឹងបើកឲ្យមើលបាទបន្តមកយើងបើក YouTube មកដើម្បី download បានគឺយើងចុច mouse ស្ដាំទៅលើ YouTube របស់យើងហើយយើងយកគេថា copy video URL ហើយយើងយកមកផាសនៅក្នុងកម្មវិធី YTD របស់យើងគឺយើងចុចនៅកន្លែង download ហើយយើងយកសិស្សរបស់យើងដាក់នៅខាងក្រោមមកវានឹងឡើងមកបាទបន្ទាប់មកយើង download ជាការស្រេចសូមអរគុណសូមជម្រាបលា